Ngày níខ្ញុំមានមេរៀនមួយទាក់ទងនឹង Robert Kiyosaki សួស្តីអ្នកទាំងអស់គ្នាខ្ញុំមានវិធានបទមួយនិយាយអំពីចរន្តសាច់ប្រាក់4ផ្នែករបស់ Robert Kiyosaki ចរន្តសាច់ប្រាក់4ផ្នែកនេះមានដូចជា E S B I E មកពីពាក្យ employee និយោជិត S មកពីពាក្យ self employed អ្នកប្រកបអាជីពឯករាជ្យ B មកពីពាក្យ business owner ធុរជនម្ចាស់ធុរកិច្ច I មកពីពាក្យinvestor វិនិយោគិនខ្ញុំនឹងបញ្យល់ផ្នែក E បុគ្គលិកដែលធ្វើការសម្រាប់អ្នកដទៃដែលផ្ដោតលើសុវត្ថិភាពប៉ុន្តែកំណើនចំណូលមានកម្រិតមានដូចជាបុគ្គលិកកម្មករគ្រូបង្រៀនទីហ៊ានអ្នកធ្វើការហាងកាហ្វេបុគ្គលិកធនាគារអ្នកធ្វើកម្មកររោងចក្រ B business owner ធុរជនម្ចាស់ធុរកិច្ចអ្នកគ្រប់គ្រងប្រព័ន្ធនិងអ្នកជួលអ្នកដទៃជាអ្នកគ្រប់គ្រងប្រើប្រាស់ពេលវេលានិងប្រាក់ I investor វិនិយោគិនអ្នកដែលធ្វើឲ្យប្រាក់ធ្វើការឲ្យខ្លួនឯងតាមរយៈការវិនិយោគតើអ្វីដែល Robert Kiyosaki គាត់ចង់និយាយនៅក្នុងមេរៀននេះគាត់នឹងបង្រៀនយើងអំពីរកចំណូលជាជាងប្រាក់ខែអ្នកក្រអ្នកមកភ្ជុំតែងទទួលបានប្រាក់ខែតែ Robert គាត់ចង់ឲ្យមនុស្សយើងឈរនៅផ្នែកខាងស្ដាំវាមានន័យថា B អ្នកជាម្ចាស់លើប្រព័ន្ធមានអ្នកធ្វើការងារឲ្យអ្នក I ប្រាក់ធ្វើការឲ្យអ្នកវាមានន័យថាអ្នកមានស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុហើយអ្នកមិនចាំបាច់បារម្ភអំពីវាឡើយតើអ្នកទាំងអស់គ្នាយល់យ៉ាងដូចម្ដេចបើសិនជា Robert Kiyosaki គាត់និយាយថាអ្វីដែលរកប្រាក់ឲ្យយើងគាត់ថាគឺជាទ្រព្យតើអ្នកទាំងអស់គ្នាយល់យ៉ាងដូចម្ដេចបើសិនជា Robert Kiyosaki គាត់និយាយថាអ្វីដែលរកប្រាក់ឲ្យយើងគាត់ថាគឺជាទ្រព្យ